ប្រទេសកម្ពុជាស្ថិតនៅក្រោមម្លប់សន្តិភាពយ៉ាងពេញបរិបូរណ៍ធ្វើឲ្យមានការអភិវឌ្ឍលើគ្រប់វិស័យគួរឲ្យកត់សម្គាល់សមិទ្ធផលជាច្រើនបានលេចចេញជារូបរាងគួរជាទីមោទនៈហើយភាពលេចធ្លោបានផ្សព្វផ្សាយយ៉ាងទូលំទូលាយទៅកាន់ពិភពលោកដែលធ្វើឲ្យប្រទេសកម្ពុជាស័ក្តិសមនឹងកិត្តិនាមថាជាទឹកដីអច្ឆរិយៈវិស័យជាច្រើនដើរតួនាទីយ៉ាងសំខាន់ដែលជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សនិងការអភិវឌ្ឍសេដ្ឋកិច្ចឲ្យកាន់តែរីកចម្រើនដោយការចូលរួមចំណែកពីផ្នែកឯកជនទៅលើវិស័យជាច្រើនដែលជាកត្តាចាំបាច់ក្នុងការកសាងធនធានមនុស្សនិងឱកាសការងារឲ្យកាន់តែរឹងមាំដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រទេសជាតិទើប Belty Group បានបង្កើតផ្នែកឯកជនទៅលើវិស័យចំនួន3ធំៗដូចជាវិស័យសំណង់វិស័យអប់រំវិស័យទេសចរណ៍និងបានចូលរួមការងារសប្បុរសធម៌យ៉ាងសកម្មផងដែរBelty Group បានបង្កើតក្រុមហ៊ុននិងស្ថាប័នចំនួន9ធំដែលបានចំណាយទឹកប្រាក់វិនិយោគទុនអស់ជាច្រើនរាប់រយលានដុល្លារហើយសប្តាហ៍ថ្ងៃមានបុគ្គលិកកំពុងបម្រើការប្រមាណជាង3793នាក់ជាពិសេស Belty Group កំពុងសាងសង់អគារស្នាក់ការកណ្ដាល Headquarter យ៉ាងប្រណិតនិងស្រស់ស្អាតស្កឹមស្កៃដែលមានកម្ពស់32ជាន់ស្ថិតនៅក្នុងរាជធានីភ្នំពេញ Belty Group បានបង្កើតឡើងក្រោមការដឹកនាំដ៏ជ្រាលវៃនិងប៉ិនប្រសប់របស់ឯកឧត្តមបណ្ឌិតលីឆេងតំណាងរាជមណ្ឌលរាជធានីភ្នំពេញស្ថាបនិកនិងអគ្គនាយក Belty Group និងលោកជំទាវព្រមទាំងអគ្គនាយករងនិងអគ្គនាយិការងរបស់ Belty Group ចំនួន7រូបផងដែរ Belty Group បានបង្កើតក្រុមហ៊ុននិងស្ថាប័នចំនួន9ធំរួមមាន Belty សំណង់បង្កើតក្នុងឆ្នាំ1991មានសេវាកម្មជាច្រើនទៅលើផ្នែកការទិញលក់ដីនិងបម្រើការសាងសង់អគារគេហដ្ឋានសាលារៀននិងផ្នែកសំណង់ធំជាច្រើនទៀតជាពិសេសរាល់សំណង់របស់ Belty Group ដូចជាសាលានិងសាកលវិទ្យាល័យ Belty អន្តរជាតិក៏ដូចជាស្នាក់ការកណ្ដាលនៃ Belty Group ផងដែរហើយសប្តាហ៍ថ្ងៃមានបុគ្គលិកសំណង់ប្រមាណជាង400នាក់សាលា Belty អន្តរជាតិបង្កើតក្នុងឆ្នាំ2002អ្វីដែលជាមោទនភាពដែលនឹកស្មានមិនដល់នោះគឺបច្ចុប្បន្នមានអគារបង្រៀននិងសិក្សាផ្ទាល់ខ្លួនចំនួន29សាខានៅទូទាំងរាជធានីភ្នំពេញដែល26សាខាកំពុងដំណើរការនិង3សាខាកំពុងស្ថិតនៅក្នុងការសាងសង់ហើយសប្តាហ៍ថ្ងៃមានសិស្សចំនួនប្រមាណជាង 57,838 នាក់ដែលសិក្សាទៅលើកម្មវិធីសិក្សាចំនួន5ធំរួមមានថ្នាក់ចំណេះទូទៅថ្នាក់ភាសាអង់គ្លេសទូទៅថ្នាក់ភាសាចិនទូទៅកម្មវិធីអភិវឌ្ឍបញ្ញា IMA និងថ្នាក់ត្រៀមតេស្តអន្តរជាតិជាពិសេសសាលា Belty អន្តរជាតិក៏បានបង្កើត Belty ISF ដើម្បីជាជំនួយដល់សិស្សក្នុងការស្វ័យសិក្សាដោយខ្លួនឯងនិងបានបង្កើតកម្មវិធីប្រកួតប្រជែងក៏ដូចជាកម្មវិធីសិក្សាសំខាន់ជាច្រើនទៀតសាកលវិទ្យាល័យ Belty អន្តរជាតិគឺជាគ្រឹះស្ថានអប់រំឧត្តមសិក្សាឯកជនមួយដែលបានចាប់បដិសន្ធិឡើងក្នុងឆ្នាំ2005ដោយចាប់ផ្ដើមពីវិទ្យាស្ថាន Belty អន្តរជាតិហើយបានអភិវឌ្ឍក្លាយជាសាកលវិទ្យាល័យ Belty អន្តរជាតិក្នុងឆ្នាំ2012និងត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅឆ្នាំ2014ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលសប្តាហ៍ថ្ងៃមានចំនួន2ទីតាំងទីតាំងទី1ទួលស្លែងនិងទីតាំងទី2ស្ពានអាកាសចោមចៃនិងមានគម្រោងសាងសង់ទីតាំងទី3ដ៏ធំនៅទួលគម្រោងផងដែរសាកលវិទ្យាល័យ Belty អន្តរជាតិមាន42មុខជំនាញនៅក្នុង12មហាវិទ្យាល័យ
លើកម្មវិធីសិក្សាចំនួន5ធំៗរួមមានថ្នាក់បំពន់ភាសាអង់គ្លេសនិងកុំព្យូទ័រថ្នាក់បរិញ្ញាបត្ររងថ្នាក់បរិញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់និងថ្នាក់បណ្ឌិតដែលសិក្សាជាពីរភាសាជាភាសាជាតិនិងភាសាអន្តរជាតិនិស្សិតនៃសាកលវិទ្យាល័យ Belty អន្តរជាតិទាំងអស់គឺទទួលបានភាពកក់ក្ដៅដែលសិក្សាជាមួយនឹងសម្ភារៈរូបវន្តយ៉ាងទំនើបនិងសម្បូរបែបដែលអាចផ្ដល់នូវតម្រូវការរបស់និស្សិតបានគ្រប់ប្រភេទហើយអ្វីដែលជាចក្ខុវិស័យគោលដៅដ៏ធំបំផុតរបស់សាកលវិទ្យាល័យ Belty អន្តរជាតិនោះគឺនិស្សិតទាំងអស់ទទួលបានចំណេះជំនាញច្បាស់លាស់ទទួលបានការចុះវឹកហាត់ការងារយ៉ាងមានប្រសិទ្ធភាពនិងមានលទ្ធភាពខ្ពស់ក្នុងការទទួលបានឱកាសការងារបន្ទាប់ពីបញ្ចប់ការសិក្សាដែលមានពាក្យស្លោកថារៀននៅទីនេះវឹកហាត់នៅទីនេះធ្វើការគ្រប់ទីកន្លែងសាកលវិទ្យាល័យ Belty អន្តរជាតិមានដៃគូសហការទាំងក្នុងស្រុកនិងក្រៅស្រុកជាង90ស្ថាប័នអប់រំនិងសាកលវិទ្យាល័យដែលមកពី18ប្រទេសជុំវិញពិភពលោកក្រៅពីការផ្ដល់នូវចំណេះជំនាញដល់និស្សិតសាកលវិទ្យាល័យ Belty អន្តរជាតិបានចូលរួមធ្វើសកម្មភាពយ៉ាងសកម្មក្នុងការលើកស្ទួយវិស័យសិល្បៈវប្បធម៌អរិយធម៌និងវិស័យជាច្រើនទៀតដើម្បីលើកតម្កើងប្រទេសកម្ពុជានិងផ្សព្វផ្សាយទៅកាន់ពិភពលោកឲ្យបានស្គាល់ពីប្រទេសកម្ពុជាតាមរយៈការបង្កើតកម្មវិធីជាច្រើនដូចជាសន្និសីទកិច្ចសហប្រតិបត្តិការអន្តរជាតិ Belty BICC ដោយមានការចូលរួមមកពីបណ្ដាប្រទេសជុំវិញពិភពលោកចូលរួមសហការរៀបចំកម្មវិធីបវរកញ្ញាភពផែនដីអន្តរជាតិនិងកម្មវិធីសំខាន់ៗជាច្រើនទៀតBelty ទំនាក់ទំនងអន្តរជាតិបង្កើតក្នុងឆ្នាំ2012សិស្សនិស្សិតនៅប្រទេសកម្ពុជាជាច្រើនបានបន្តការសិក្សានៅក្រៅប្រទេសតាមរយៈ Belty ទំនាក់ទំនងអន្តរជាតិដោយទទួលបានអាហារូបករណ៍និងសេវាកម្មបញ្ជូនសិស្សទៅសិក្សានៅក្រៅប្រទេសអ្វីដែលជាចក្ខុវិស័យរបស់ Belty ទំនាក់ទំនងអន្តរជាតិនោះគឺទំនាក់ទំនងជាដៃគូសហការគ្រឹះស្ថានអប់រំជុំវិញពិភពលោកឲ្យកាន់តែច្រើនដើម្បីជាស្ពានក្នុងការភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធក្នុងការផ្ដល់ឱកាសការសិក្សានៅក្រៅប្រទេសដល់សិស្សនិស្សិតកម្ពុជាBelty ទេសចរបង្កើតក្នុងឆ្នាំ2012 Belty ទេសចរជាផ្នែកមួយដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយនិងជំរុញវិស័យទេសចរឲ្យកាន់តែមានសក្តានុពលក្នុងការបង្កើតដំណើរកម្សាន្តនៅក្នុងស្រុកនិងក្រៅស្រុកធ្វើយ៉ាងណាដើម្បីប្រទេសកម្ពុជាមានការរីកចម្រើនទៅលើវិស័យមួយនេះនាពេលថ្មីៗនេះ Belty ទេសចរមានការរីកចម្រើនយ៉ាងខ្លាំងទៅលើសេវាកម្មធំៗចំនួន3រួមមានទេសចរក្នុងស្រុកទេសចរក្នុងប្រទេសទេសចរក្រៅប្រទេសដោយមានរថយន្តក្រុងផ្ទាល់ខ្លួនសម្រាប់ដឹកភ្ញៀវទេសចរនៅក្នុងប្រទេសចំនួន16គ្រឿង Belty ទេសចរបានទទួលស្គាល់និងលិខិតសរសើរពីក្រសួងទេសចរដោយបានចូលរួមលើកស្ទួយទេសចរក្នុងស្រុកច្រើនជាងគេក្រោយវិបត្តិ COVID-19 មជ្ឈមណ្ឌលទេសអន្តរជាតិ Belty បង្កើតក្នុងឆ្នាំ2018មជ្ឈមណ្ឌលទេសអន្តរជាតិ Belty បានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការពំនាំនៅទេសអន្តរជាតិល្បីជុំវិញពិភពលោកដើម្បីផ្ដល់ជូនដល់សិស្សនិស្សិតកម្ពុជាទទួលបានការប្រឡងវាស់ស្ទង់សមត្ថភាពភាសាជំនាញផ្សេងៗនិងប្រឡងយកសញ្ញាបត្រដែលមានការទទួលស្គាល់តាមស្តង់ដារអន្តរជាតិក្នុងការយកទៅប្រើប្រាស់ដើម្បីបម្រើការងារឬសិក្សានៅក្នុងនិងក្រៅប្រទេសដោយក្នុងនោះមានសេវាកម្មតេស្តអន្តរជាតិចំនួន4 1. តេស្តអន្តរជាតិ TOEFL 2. តេស្តអន្តរជាតិ GRE 3. តេស្តអន្តរជាតិ IELTS 4. តេស្តអន្តរជាតិ SELT មជ្ឈមណ្ឌលតេស្តអន្តរជាតិ Belty មានការកើនឡើងចំនួនបេក្ខជនប្រឡងពីមួយឆ្នាំទៅមួយឆ្នាំគួរឲ្យកត់សម្គាល់ផងដែរអាហារូបករណ៍អុកញ៉ាលីឆេងបង្កើតក្នុងឆ្នាំ2010ដែលជាកម្មវិធីអាហារូបករណ៍ឈានមុខគេដែលបង្កើតឡើងក្នុងការលើកទឹកចិត្តនិងផ្ដល់ឱកាសជូនដល់សិស្សនិស្សិតឆ្នើមឬសិស្សនិទេស Belty ទាំងអស់ដែលមានសមត្ថភាពនិងមានលទ្ធភាពគ្រប់គ្រាន់
អាចបន្តការសិក្សានៅសាកលវិទ្យាល័យល្បីៗនៅក្រៅប្រទេសសមាគមអតីតនិស្សិតអាហារូបករណ៍អុកញ៉ាលីឆេងបង្កើតក្នុងឆ្នាំ2018ដែលជាសមាគមប្រមូលផ្ដុំសិស្សនិស្សិតឆ្នើមឬសិស្សនិទេស ABLT ដែលទទួលបានអាហារូបករណ៍អុកញ៉ាលីឆេងនិងបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យល្បីៗទូទាំងពិភពលោកដែលជាដៃគូសហប្រតិបត្តិការជាមួយ BLT សមាគមសប្បុរសធម៌ BLT បង្កើតក្នុងឆ្នាំ2002គិតចាប់ពីការចាប់ផ្ដើមរហូតដល់បច្ចុប្បន្នសកម្មភាពសប្បុរសធម៌ BLT នៅតែបន្តក្នុងការចូលរួមចំណែកការងារសង្គមគិច្ចសប្បុរសធម៌រាជរដ្ឋាភិបាលកម្ពុជាដោយការចូលរួមកសាងសមត្ថភាពដល់កុមារនិងយុវជនដើម្បីឲ្យចេះអភិវឌ្ឍខ្លួនឯងគៀងគរដល់សប្បុរសធម៌ក្នុងការជួយដល់ចាស់ជរាកុមារកំព្រាឲ្យបានចូលរៀនផ្ដល់សម្ភារៈសិក្សាអាហារនិងបណ្ដុះបណ្ដាលផ្នែកភាសាសិល្បៈក៏ដូចជាផ្ដល់ជំនួយសង្គ្រោះបន្ទាន់ផងដែរក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយនិងគោលដៅច្បាស់លាស់របស់ឯកឧត្តមបណ្ឌិតលីឆេងបានធ្វើឲ្យក្រុមហ៊ុននិងស្ថាប័នទាំងអស់ដំណើរការទៅយ៉ាងរលូនជាមួយនឹងសន្ទុះវឌ្ឍនភាពគួរឲ្យស្ញប់ស្ញែងនិងកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំដែលសមិទ្ធផលទាំងអស់នេះគឺជាសមិទ្ធផលរបស់មហាគ្រួសារនៃ BLT Group ដែលបានខិតខំប្រឹងប្រែងចាប់តាំងពីការកកើតរហូតដល់បច្ចុប្បន្នជារៀងរាល់ឆ្នាំ BLT Group តែងតែរៀបចំកម្មវិធីសន្និបាតបូកសរុបការងារនិងការលើកទិសដៅការងារសម្រាប់ឆ្នាំថ្មីក្នុងស្មារតីបន្តកិច្ចការអភិវឌ្ឍឆ្ពោះទៅរកអនាគតយ៉ាងត្រចះត្រចង់សូមអបអរសាទរសន្និបាតបូកសរុបការងារឆ្នាំ2023និងការលើកទិសដៅការងារសម្រាប់ឆ្នាំ2024ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតលីឆេងតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញស្ថាបនិកនិងជាអគ្គនាយក BLT Group និងលោកជំទាវព្រមទាំងថ្នាក់ដឹកនាំនិងបុគ្គលិកជាង3793នាក់